សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញត្រង់ចំណុចបញ្ជីសារពើភ័ណ្ឌនិងបញ្ជីទទួលសម្ភារៈដំបូងលោកគ្រូអ្នកគ្រូបើកកម្មវិធីសម្រាប់គ្រូបន្ទុកថ្នាក់នឹងមកហើយលោកគ្រូអ្នកគ្រូចូលផ្នែករដ្ឋបាលហើយលោកគ្រូអ្នកគ្រូជ្រើសរើសត្រង់កន្លែងទទួលសម្ភារៈនិងបញ្ជីសារពើភ័ណ្ឌត្រង់ចំណុចនេះលោកគ្រូអ្នកគ្រូអាចធ្វើការលុបបានហើយរើសលើផ្សេងៗឧទាហរណ៍មានក្តារខៀនមាន Word មានអីបែបហ្នឹងទៅតាមបន្ទុកថ្នាក់របស់លោកគ្រូអ្នកគ្រូក្នុងករណីដែលលោកគ្រូអ្នកគ្រូរកមើលហើយអត់មានមុខវិជ្ជាលោកគ្រូអ្នកគ្រូអាចបញ្ចូលត្រង់ចំណុចនេះបន្ថែមមុខវិជ្ជាសម្ភារៈនេះឧទាហរណ៍ BB អញ្ចឹងលោកគ្រូអ្នកគ្រូចុចមកហើយលោកគ្រូអ្នកគ្រូអូសទៅផ្នែកខាងលើលោកគ្រូអ្នកគ្រូនឹងឃើញសម្ភារៈ BB នេះបាទហើយលោកគ្រូអ្នកគ្រូអាចធ្វើការលុបហើយបន្ថែមសម្ភារៈផ្សេងទៀតឧមា CC អញ្ចឹងមកក្នុងករណីដែលគ្រូអ្នកគ្រូចង់បានបញ្ជីទទួលសម្ភារៈដូចគ្នាគ្រូអ្នកគ្រូគ្រាន់តែជ្រើសរើសប្រភេទបញ្ជីនឹងមកហើយជ្រើសរើសរកបញ្ជីទទួលសម្ភារៈហើយគ្រូអ្នកគ្រូអាចធ្វើការជ្រើសរើសប្រភេទសម្ភារៈដែលគ្រូអ្នកគ្រូបានទទួលសម្រាប់ពីរចំណុចហ្នឹងគឺនៅជាមួយគ្នាអញ្ចឹងគ្រូអ្នកគ្រូអាចធ្វើការផ្លាស់ប្ដូរនិងបញ្ចូលសម្ភារៈដែលគ្មានបាន